សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំបាទវិជ្ជបណ្ឌិតលេងសុធារៈឯកទេសភ្នែកនិងវះកាត់សរសៃបាតភ្នែកថ្ងៃនេះខ្ញុំចង់ជជែកជាមួយបងប្អូនអំពីរោគសញ្ញាភ្នែកម្យ៉ាងដែលមនុស្សជាច្រើនតែងជួបប្រទះគឺ floater ឬម្យ៉ាងទៀតហៅថាដុំស្រមោលខ្មៅៗអណ្ដែតនៅក្នុងភ្នែកតើពេលណាបងប្អូនដឹងថាភ្នែកមានរោគសញ្ញា floater នេះតើបងប្អូនធ្លាប់សម្លឹងមើលផ្ទៃមេឃពណ៌ខៀវស្រឡះឬអេក្រង់កុំព្យូទ័រពណ៌សហើយស្រាប់តែឃើញមានអ្វីម្យ៉ាងអណ្ដែតក្នុងភ្នែកទេវាអាចមើលទៅដូចជាចំណុចខ្មៅតូចៗដុំរាងមូលឬវែងដូចដង្កូវសរសៃតូចឬសរសៃពីងរបស់ទាំងនេះគឺវាអាចធ្វើចលនាទៅតាមចលនាភ្នែករបស់យើងពេលខ្លះវាអាចធ្វើការរំខានដល់ការមើលឃើញប្រចាំថ្ងៃរបស់បងប្អូនតើមូលហេតុអ្វីខ្លះដែលធ្វើឲ្យភ្នែកបងប្អូនមើលឃើញ floater ជាទូទៅ floater កើតឡើងជាផ្នែកមួយនៃការវិវត្តធម្មតានៃភ្នែករបស់យើងតាមអាយុនៅក្នុងភ្នែករបស់យើងមានសារធាតុរាវដូចចាហួយដែលគេហៅថា vitreous នៅពេលយើងមានអាយុកាន់តែច្រើនសារធាតុ vitreous នោះចាប់ផ្ដើមរាវទៅជាទឹកហើយសរសៃប្រូតេអ៊ីនតូចៗនៅក្នុងនោះចាប់ផ្ដើមរួមគ្នាទៅជាដុំទាំងនេះហើយដែលបោះស្រមោលទៅលើ retina ឬភ្នែករបស់យើងដែលបណ្ដាលឃើញស្រមោលខ្មៅអណ្ដែតក្នុងភ្នែកឬហៅថា floater ក្រៅពីកត្តាអាយុ floater ក៏អាចកើតមានឡើងដោយសារតែការរលាកក្នុងភ្នែករបួសភ្នែកអ្នកជំងឺវះកាត់ភ្នែកពីមុនអ្នកជំងឺទឹកនោមផ្អែមនិងអ្នកជំងឺដែលមានបញ្ហាភ្នែកញញប់កម្រិតខ្ពស់តើពេលណាបងប្អូនត្រូវគួរបារម្ភនិងត្រូវជួបគ្រូពេទ្យជាបន្ទាន់ទោះបី floater ភាគច្រើនមិនមានគ្រោះថ្នាក់ក៏ដោយក៏មានសញ្ញាមួយចំនួនបញ្ជាក់ថាភ្នែករបស់បងប្អូនអាចមានបញ្ហាធ្ងន់ធ្ងរដូចជាការរបើកសរសៃបាតភ្នែកដែលកត្តានេះត្រូវតម្រូវជួបគ្រូពេទ្យជាបន្ទាន់សូមបងប្អូនប្រញាប់ទៅជួបវេជ្ជបណ្ឌិតឯកទេសភ្នែកជាបន្ទាន់ប្រសិនបើបងប្អូនជួបសញ្ញាទាំងអស់នេះទី1ការកើនឡើងភ្លាមនៃស្រមោលខ្មៅនៅក្នុងភ្នែកទី2ឃើញពន្លឺភ្លឺផ្លែតឬដូចផ្លេកបន្ទោនៅក្នុងភ្នែកទី3មានស្រមោលបាំងឬក៏ដូចជាវាំងននពណ៌ខ្មៅដែលបាំងការមើលឃើញរបស់អ្នកទី4ការមើលឃើញស្រពេចស្រពិលឬបាត់បង់ផ្នែកណាមួយនៃការមើលឃើញរបស់បងប្អូនភ្លាមសញ្ញាទាំងនេះអាចបង្ហាញថាមានបញ្ហានៅលើសរសៃបាតភ្នែករបស់បងប្អូនដែលវាជាផ្នែកសំខាន់បំផុតសម្រាប់ឲ្យភ្នែកយើងមើលឃើញច្បាស់សង្ឃឹមថាព័ត៌មានទាំងអស់នេះមានប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាសូមចងចាំថាការពិនិត្យភ្នែកជាប្រចាំមានសារៈសំខាន់ណាស់ដើម្បីថែរក្សាសុខភាពភ្នែករបស់យើងប្រសិនបើបងប្អូនមានចម្ងល់ឬព្រួយបារម្ភអំពីស្រមោលខ្មៅនៅក្នុងភ្នែកដែលហៅថា floater សូមបងប្អូនកុំស្ទាក់ស្ទើរណាត់ជួបជាមួយគ្រូពេទ្យជំនាញដែលនៅជិតបងប្អូនបំផុត